Hello និងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីការ install DHCP server នៅក្នុង Linux ឥឡូវយើងទៅទាំងអស់គ្នាចាប់ផ្ដើមទាំងអស់គ្នាជាដំបូងណាគឺខ្ញុំមាន node មួយសម្រាប់ធ្វើការ install នៅ DHCP server ជាដំបូងដើម្បីយើង install DHCP server បានយើងត្រូវប្រើ command line yum install DHCP server ចឹងយើងថ្ងៃមកយ៉ាង install DHCP server ឥឡូវវាកំពុងធ្វើការ install ហើយចឹងយើងចាំវាបន្តិចតើអញ្ចឹងយើងមកថា yes ណាចឹងវានៅ download នៅ package មួយចំនួនសម្រាប់ឲ្យយើងអូខេឥឡូវវាបាន complete ហើយអញ្ចឹងនៅពេលដែលវាបាន complete ហើយយើងត្រូវ config វាដើម្បី config បានគឺយើងត្រូវប្រើ VMI command line VMI ដើម្បី config អញ្ចឹងខ្ញុំត្រូវវាយ VMI etc adcp និង adcp dconfig DHCP dconfig អញ្ចឹង VMI etc DHCP_d.config ចឹង enter ចឹងវាប្រាប់ហើយឲ្យវាបាន config អញ្ចឹងខ្ញុំសូម config ដើម្បី config បានយើងត្រូវ insert ចឹងបានហើយហ្នឹងគឺយើងត្រូវវាយ VIM ដើម្បី config អញ្ចឹងដោយសារតែរបស់ខ្ញុំបាន config ហើយអញ្ចឹងបន្ទាប់មកខ្ញុំអត់ config អីទៀតទេអូខេហើយយើងទៅយើងបន្ទាប់មកយើងត្រូវមើល firewall របស់វាអញ្ចឹងfirewallអូខេអញ្ចឹងមានន័យថាវា success ហើយវាដែរហើយអញ្ចឹងបានវាលើ success អញ្ចឹងចុងក្រោយអនុបាយនេះមកអូខេវា success ហើយអញ្ចឹងបានន័យថាការ install របស់យើងក៏ដូចជាការ config DHCP បានជោគជ័យហើយអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូហ្នឹងអញ្ចឹងវីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការទស្សនា